សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី10ខែតុលាឆ្នាំ2025បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារអង្គការពីអង្គការអឹមសុផាន់ណារិទ្ធហៅចែកទូចតាមសំណើរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាការបញ្ចប់គោរមងាររបស់អតីតអង្គការរូបនេះធ្វើឡើងក្រោយពីបែកធ្លាយរឿងអាស្រូវនាំចូលសាច់បង្កកពីប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជាជាពិសេសថៅកែស្រីដុសស្ទឹមខាងលើក៏ឃ្លឿននាំចូលទំនិញបង្កកទាំងព្រំដែនកម្ពុជាថៃនៅបន្តបិទទ្វារហើយមានបញ្ហាក្តៅគគុកនៅឡើយសូមរំលឹកជូនដែរថាកាលពីថ្ងៃទី5ខែតុលាឆ្នាំ2025កម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យទីតាំងស្តុកផលិតផលសាច់បង្កកនៅសង្កាត់ច្រាំងជម្រះទី1ខណ្ឌរិស័យកែវនិងឃ្លាំងចំនួន2បន្ថែមទៀតនៅខណ្ឌមានជ័យនិងខណ្ឌព្រែកភ្នៅរបស់អតីតអង្គការខាងលើដោយស្រាវជ្រាវរកឃើញទំនិញមួយចំនួនមិនបានបង់ពន្ធត្រឹមត្រូវនិងហួសកាលបរិច្ឆេទកំណត់